សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី3របស់ខ្ញុំនៅក្នុងដំណើរកម្សាន្តទស្សនាព្រះបរមរាជវាំងឥឡូវយើងមកមើលទាំងអស់គ្នានៅក្នុងប្រាសាទនេះមានអីខ្លះគឺយើងមានឃើញការដាក់តាំងវត្ថុបុរាណជាច្រើននៅក្នុងទូកញ្ចក់មានសម្លៀកបំពាក់បុរាណរបស់មន្ត្រីនិងអាមាត្យដែលបម្រើការក្នុងវាំងមានដាក់តាំងរូបនារីខ្មែរ7នាក់សុទ្ធតែស្អាតស្អាតណាស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌សិរីមង្គលទាំង7ថ្ងៃគឺដូចយើងដឹងហើយពណ៌សិរីមង្គលខ្មែរយើងថ្ងៃអាទិត្យពណ៌ក្រហមថ្ងៃច័ន្ទពណ៌លឿងថ្ងៃអង្គារពណ៌ស្វាយថ្ងៃពុធពណ៌ស៊ីលៀបថ្ងៃប្រហ័សពណ៌បៃតងថ្ងៃសុក្រពណ៌ខៀវថ្ងៃសៅរ៍ពណ៌ព្រីងទុំហើយសម្លៀកបំពាក់នេះអ្នកទាំងអស់គ្នាមើលទៅពណ៌មាសហើយគឺគេបញ្ជាក់ថាធ្វើពីមាសណាជួបរបស់ពិតហើយឃើញស្ងាត់អញ្ចឹងឯណាអ្នកទាំងអស់គ្នាថ្ងៃណាភ្ញៀវច្រើនវិញប្រឈៀតគ្នាហ្មងបន្តមកទៀតយើងធ្វើដំណើរឆ្លងកាត់ខាងមុខវិមានស្ដេចណាប៉ូឡេអុងទី3នឹងមកទៅតាមសញ្ញាចង្អុលបង្ហាញទិសដៅនឹងទៅភាគច្រើនអ្នកដែលចូលទស្សនាក្នុងវាំងលើកទី1ច្រឡំថាចូលតាមផ្លូវចូលហើយទស្សនាមកជុំហើយដើរបកក្រោយតាមផ្លូវដដែលតាមពិតអត់ទេណាយើងចូលតាមទ្វារចូលដោយដែលខ្ញុំមានបង្ហាញនៅក្នុងវីដេអូទី1ហើយគេមានច្រកចេញរបស់គេឥឡូវគឺយើងកំពុងតែធ្វើដំណើរទៅទស្សនាព្រះវិហារព្រះកែវមរកតដោយសារតែព្រះវិហារព្រះកែវមរកតគឺអត់អនុញ្ញាតឲ្យថតនៅផ្នែកខាងក្នុងទេអញ្ចឹងខ្ញុំក៏អត់មានអីថតបង្ហាញអ្នកទាំងអស់គ្នាដែរព្រះវិហារព្រះកែវមរកតមានកម្រាលឥដ្ឋធ្វើអំពីប្រាក់ដែលមានសរុបទាំងអស់ចំនួន5329ផ្ទាំងហើយដាក់តាំងវត្ថុសិល្បៈចំនួន1650មានដូចជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងតុបតែងដោយត្បូងដ៏មានតម្លៃដូចជាពេជ្រត្បូងទទឹមត្បូងកណ្ដៀងហើយនិងត្បូងមានតម្លៃជាច្រើនទៀតនិងមានព្រះសិហាមេត្រីមួយអង្គធ្វើពីមាសសុទ្ធ90គីឡូមាសបញ្ចុះនៅគ្រាប់ពេជ្រចំនួន9584គ្រាប់ដែលគ្រាប់ធំជាងគេមានទំហំ25ការ៉ាតបើយើងក៏លេចមកមើលផ្ទាំងគំនូរដែលស្ថិតនៅលើជញ្ជាំងថែវនេះគឺជាផ្ទាំងគំនូររឿងរាមកេរ្តិ៍ដែលបានគូរដោយវិចិត្រករខ្មែរគូរនៅចន្លោះឆ្នាំ1903ដល់1904ចាំថ្ងៃណាខ្ញុំបានទៅលេងសៀមរាបខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីចម្លាក់រឿងរាមកេរ្តិ៍នេះនៅលើជញ្ជាំងប្រាសាទអង្គរវត្តអស្ចារ្យមែនទែនអ្នកទាំងអស់គ្នាដូនតាខ្មែរយើងឆ្លាក់ថ្មឲ្យចេញជាសាច់រឿងដែលត្រូវបានចាត់ទុកថាជាគ្រាប់គុជអក្សរសិល្ប៍នៅអាស៊ីរឿងរាមកេរ្តិ៍គឺជារឿងដែលទទួលឥទ្ធិពលពីរឿងរាមាយណៈរបស់ឥណ្ឌាបើគិតទៅគំនូរនេះមានអាយុកាលជាង100ឆ្នាំហើយដោយឆ្លងកាត់ពេលវេលានិងអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំគំនូរនេះបានរងនៅប្រតិកម្មអាស៊ីតស៊ីថ្មហើយបានពុកផុយរលុបបាត់បន្តិចម្ដងគួរតែមានការជួសជុលឬក៏បន្ថែមពណ៌អានេះបើតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំណាកាយវិការទាំងអស់នេះខ្ញុំមិនមែនជាអ្នកសិល្បៈឬក៏ជាអ្នកជំនាញអីទេតែគ្រាន់តែខ្ញុំធ្វើកាយវិការតាមតបស្វានៅក្នុងរឿងហ្នឹងណាបើនិយាយអំពីគំនូរបុរាណខ្មែរយើងឃើញថា10ទាំង10ហើយគឺគូរឡើងដើម្បីឧទ្ទិសដល់សាសនាហើយសាសនាដែលខ្មែរយើងប្រកាន់ខ្ជាប់តាំងពីបរមបុរាណមកហ្នឹងគឺមានសាសនាពុទ្ធហើយនិងសាសនាព្រាហ្មណ៍នឹងឯងយើងសុទ្ធតែធ្លាប់បានឃើញហើយគឺគំនូរពុទ្ធប្រវត្តិដែលមាននៅតាមវត្តតាមវិហារហើយគំនូររឿងរាមកេរ្តិ៍នេះក៏ចឹងដែរខ្ញុំពិតជាមានការកោតសរសើរដល់ក្រុមវិចិត្រករខ្មែរយើងខ្លាំងមែនទែនគំនូរនេះមើលទៅប្រណិតណាប្រកាសជាគូដោយផ្ចិតផ្ចង់បំផុតហើយតាំងពីតួអង្គក្នុងរឿងសម្លៀកបំពាក់របស់តួអង្គគ្រឿងអាវុធគ្រឿងសាស្ត្រាសម្រាប់ធ្វើចម្បាំងរបស់តួអង្គនិយាយទៅតើតពួកគាត់ស្គាល់ច្បាស់ល្អិតល្អន់គ្រប់ចំណុចបានអាចគូចេញមកជាសាច់រឿងប្រតិកលាគ្នាមើលទៅល្អមើលហើយមានកកើភ្ញៀវជនជាតិចិនឃើញពេលខ្ញុំទៅនឹងអត់សូវឃើញមានជនជាតិបរទេសហ្មងទេភាគច្រើនទៅខ្មែរយើងតែថ្ងៃខ្លះទៅក៏សម្បូរទៅដោយជនជាតិឥឡូវវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសិនសង្ឃឹមថាជាចំណែកចូលរួមចែករំលែកចំណេះដឹងតិចតួចស្ដួចស្ដាងរបស់ខ្ញុំសង្ឃឹមថាវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាហើយចាំជួបខ្ញុំនៅវីដេអូក្រោយៗទៀត
ដែលខ្ញុំនឹងនិយាយអំពីព្រះបរមរាជវាំងបន្តទៀតហើយកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផង